mình nôn ná nhô nhầm đã bỏคือสอนลงบองเคยโยยมการใบเทดากรองเปลี่ยงระลึมแต่งกูสองคืมท้ามันปลอดเนี่ยหยุบไม่โยยมสมได้ก่อพาถ้าบ่หายทายจะสอนสัญจาบองเชื่อหายโอนลุสูนสองขาเชื่อทาสนาหาริสรอปอปรมngày này mà đánh ồn xó bồn theo tra ngày này nó na ỏi song thầm giúp mình khơi ồn nhớ nhầm nhớ nhầm tiết đâu bầu ơi giúp này nó na nhớ nhầm đã bỏ mà xó nó long lẽ nhớ nhầm nhầm chiaทำไมมาโปรดลังเอ่ยบ่รงจำหาจำโอนย้อนยมนี่มาดังโอนสรอปนเทตราง่ายนี่นอนอ้อยอ่อสองคำยุบmìnhเคยโอนย้อนยำย้อนยำเกียเตอเบลยุมนี่นอนย้อนยำดาบอมาสอนวนออกและย้อนยำnhầm chiaทำไมมาโปรดลังเอ่ยบ่รงจำหายจำโอนโยยม ចាសសូមគោរពនឹងជម្រាបសួរទូរទស្សនិកជនទាំងអស់ជាទីគោរពសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីផ្សាយរបស់ទូរទស្សន៍សមាគមខ្មែរផ្សាយចេញពីទូរទស្សន៍ LTC ប៉ុស្តិ៍លេខ95ហើយថ្ងៃនេះគឺជាថ្ងៃពុធទី25ខែឧសភាឆ្នាំ2016ត្រូវនឹងថ្ងៃ5រោចខែពិសាខពុទ្ធសករាជ2560ចារៀងរាល់កម្មវិធីលោកអ្នកបានជួបជាមួយនាងខ្ញុំរួមជាមួយនឹងពិធីករនៅក្នុងកម្មវិធីពីររូបទៀតគឺលោកវិសាលចិននិងលោកមួងណារ៉េតជាមួយគ្នានោះកម្មវិធីអាចដំណើរការទៅបានអាស្រ័យដោយមានការដឹកនាំពីលោកដឹកនាំកម្មវិធីគឺលោក Brian ចិនជាមួយនឹងសហការីគឺប្អូនស្រីខុនរីខំផងដែរនៅក្នុងថ្ងៃនេះយើងខ្ញុំនឹងពំនាំនៅព័ត៌មានទុកជាកតេក៏ដូចជាជំនួយស្មារតីទៅដល់លោកអ្នកទូរទស្សនិកជនក្នុងនោះចាព័ត៌មានដែលនាងខ្ញុំនឹងលើកយកមកនៅក្នុងរាត្រីនេះគឺជាព័ត៌មានដែលតកតងទៅនឹងព្រឹត្តិការណ៍នៅក្នុងសាលាបឋមសិក្សារបស់ Charter School ឬក៏ជាភាសាអង់គ្លេសហៅកាត់ថា LCCPS ការកាត់ឡើងនៃការចាលាឈប់អំពីតំណែងជានាយកសាលារបស់អ្នកស្រី Kathy Eggman កាលពីខែឧសភាអធិស្ឋានកាលពីខែមេសាកន្លងទៅបាននាំឲ្យមានចាការសុំមកឲ្យលោកស្រីមកកាន់តំណែងសារជាថ្មីឡើងវិញពីសំណាក់ឪពុកម្ដាយដែលគ្រប់គ្រងលោកស្រី Kathy Eggman ឲ្យនៅបន្តបំពេញការងារជានាយកសាលាយ៉ាងណាមិញក្រុមគ្រប់គ្រងក៏មានហើយក្រុមអ្នកដែលមិនគ្រប់គ្រងក៏មានអញ្ចឹងលោកអ្នកនឹងឃើញថាមានក្រុមដែលមិនគ្រប់គ្រង
លោកស្រី Kathy Eggman ក៏បានឡើងលើកជាបដាថា Kathy must go Kathy promotes racism អញ្ចឹងជាភាសាខ្មែរបកប្រែថាគេសូមឲ្យលោកស្រី Kathy ចេញពីសាលាដោយមូលហេតុលោកស្រី Kathy គាត់ចាបានលើកទឹកចិត្តឲ្យមានការរើសអើងនៅក្នុងសាលាប៉ុន្តែបើចំពោះអ្នកដែលពេញចិត្តលោកស្រី Kathy Eggman វិញបានលើកឡើងថាលោកស្រី Kathy Eggman គាត់គឺជាអ្នកដែលបានជួយជ្រោមជ្រែងសាលាឲ្យទទួលបាននៅចាការទទួលស្គាល់ក៏ដូចជាឡើងទៅដល់ចានៅទិន្នន័យដែលមានការផ្លាស់ប្ដូរល្អនៅក្នុងសាលាចាគឺសម្រាប់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារដែលបានកើតឡើងនៅយប់ថ្ងៃអង្គារកាលពីម្សិលមិញនេះគឺត្រូវនឹងថ្ងៃទី24ខែឧសភាមានជាកិច្ចប្រជុំរវាងមាតាបិតាសិស្សគណៈកម្មការនៅក្នុងសាលាក៏ដូចជាវត្តមានរបស់អ្នកស្រី Kathy Eggman ឲ្យត្រឡប់មកវិញផងដែរអញ្ចឹងសម្រាប់អ្នកដែលគ្រប់គ្រងឪពុកម្ដាយចាមាតាបិតាសិស្សដែលគ្រប់គ្រងលោកស្រី Eggman ឲ្យនៅបន្តនៅក្នុងសាលាមានជាអាចគឺ Francis Mughal ចាសូមអធិស្ឋានចាមានជាអាចគឺ Rosalind Isbecki Michelle Castro ហើយនឹងចាឪពុកម្ដាយសិស្សជាច្រើនទៀតដែលគាត់បាននិយាយថាការដែលលោកស្រី Kathy Eggman ចូលរួមជាអ្នកដឹកនាំនៅក្នុងសាលាអស់រយៈពេល2ឆ្នាំកន្លងមកសាលាចា Charter School នៅក្នុងតំបន់ Lowell មានការផ្លាស់ប្ដូរហើយក៏ចានៅក្នុងនោះចាគឺគេបានជឿជាក់ថាសាលា LCCPS បានទទួលបាននៅ level 1 status ជាកម្រិតល្អហើយនឹងជាសាលាដែលបានផ្លាស់ប្ដូរមុខមាត់ផងដែរការដែលលោកស្រី Kathy Eggman អញ្ជើញមកធ្វើជានាយកសាលាតាមប្រភពព័ត៌មានគឺបង្ហាញថាលោកស្រីមានបទពិសោធន៍ជាង30ឆ្នាំនៅក្នុងផ្នែករដ្ឋបាលកិច្ចការនៅក្នុងសាលាហើយលោកស្រីបានទទួលនៅសញ្ញាបត្រអនុបណ្ឌិតចេញមកពីសាកលវិទ្យាល័យ Boston ហើយលោកស្រីបានចាប់ផ្ដើមនៅអាជីពរបស់ខ្លួននៅសាលា LCCPS ឬក៏សាលា Charter School ហ្នឹងគឺកាលពី2ឆ្នាំកន្លងទៅហើយពេលដែលថ្មីនេះនៅពេលដែលមានការលើកឡើងនៅមូលហេតុថាលោកស្រីគឺជាអ្នកលើកទឹកចិត្តឲ្យមានការរើសអើងនៅក្នុងសាលាហើយគេចង់ឲ្យលោកស្រីចាក់ចេញគណៈកម្មការនៅក្នុងសាលាក៏បានសម្រេចចាឲ្យលោកស្រី Kathy មិនបន្តនៅការដឹកនាំរបស់ខ្លួនក្នុងសាលាហើយលោកស្រី Kathy បានផ្ញើនៅលិខិតដើម្បីលាលែងពីតំណែងរបស់ខ្លួនកាលពីខែ4ហើយលិខិតលាលែងនេះនឹងចូលជាធរមាននៅថ្ងៃទី30ខែមិថុនាឆ្នាំ2016ថ្មីបើការជួបជុំគ្នារវាងមាតាបិតាសិស្សរវាង Kathy Eggman អតីតនាយកនៅក្នុងសាលារួមជាមួយនឹងគណៈកម្មការនៅក្នុងសាលាកាលពីល្ងាចថ្ងៃអង្គារក៏ដោយក៏គេរំពឹងទុកតិចបំផុតថាលោកស្រី Kathy Eggman ប្រហែលជានឹងមិនមានឱកាសនៅក្នុងការត្រឡប់មកដឹកនាំសាលាធ្វើជានាយកសាលាវិញឡើយដោយសារតែបច្ចុប្បន្ននេះគឺគេកំពុងតែជ្រើសរើសនៅនាយកថ្មីដើម្បីគ្រប់គ្រងសាលាគេនឹងរំពឹងថាមានមនុស្សថ្មីមកកាន់តំណែងនេះយ៉ាងយូរបំផុតត្រឹមខែកក្កដាហើយនាយកថ្មីមួយនេះនឹងក្លាយទៅជានាយកស្ដីទីហើយបំពេញតួនាទីរបស់ខ្លួនយ៉ាងហោចណាស់ចាប់ពីខែ October ចាគឺខែតុលាថ្ងៃទី1ឆ្នាំនេះរហូតដល់ថ្ងៃទី30ខែមិថុនាឆ្នាំក្រោយគឺឆ្នាំ2017អញ្ចឹងបញ្ហាប្រឈមគ្នារវាងអ្នកដែលគ្រប់គ្រងឲ្យអ្នកស្រី Kathy Eggman នៅហើយនិងអ្នកគ្រប់គ្រងឲ្យអ្នកស្រី Kathy Eggman ត្រូវទៅលាលែងបានធ្វើឲ្យខាង State Department ចាបានធ្វើឲ្យខាងរដ្ឋធានីខាងផ្នែកសាលាមធ្យមសិក្សានិងសាលាបឋមសិក្សានឹងមកជួបប្រជុំនៅសាលា LCCPS ឬក៏ Charter School នៅថ្ងៃសុក្រខាងមុខនេះអញ្ចឹងយើងនឹងតាមដានជាបន្តថាតើលោកស្រី Eggman ដែលទទួលបានហត្ថលេខាចំនួន100ហត្ថលេខាអំពីមាតាបិតាសិស្សឲ្យនៅបន្តជាអ្នកជានាយកសាលានៅក្នុងសាលា
ប្រឈមនឹងមតិរបស់ក្រមគណៈកម្មការដែលតម្រូវឲ្យលោកស្រីលាលែងចេញពីតំណែងថាតើការប្រទាញប្រទង់ទាំងពីរនឹងឈានដល់កម្រិតណាយើងនឹងចាំមើលនៅលទ្ធផលនេះជាបន្តទៀតហើយគួរបញ្ជាក់ផងដែរថាសាលា LCCPS ឬក៏សាលា Charter School មានចាបង្រៀនថ្នាក់ចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី8ម្យ៉ាងវិញទៀតសាលានេះបានកកើតឡើងក្នុងចាបេសកកម្មឬក៏នៅក្នុងមូលហេតុបំរើនៅការអប់រំទៅដល់ចាកុមារីប្អូនសិស្សានុសិស្សដែលចេញមកពីគ្រួសារមានប្រាក់កម្រៃទាបហើយនឹងជាគ្រួសារដែលបានធ្វើអន្តោប្រវេសន៍មកសហរដ្ឋអាមេរិកកាលពីពេលថ្មីនេះហើយមានមិនតិចជាង20ប្រទេសឡើយគោលបំណងមួយទៀតនៅក្នុងការបង្កើតសាលានេះគឺលើកទឹកចិត្តឲ្យមនុស្សគ្រប់ជាតិសាសន៍មកទទួលការអប់រំឲ្យបានល្អប្រសើរដោយមិនចាស់ប្រកាន់ពូជសាសន៍រើសអើងសម្បុរឬក៏ឋានៈឋានន្តរស័ក្តិប្រវត្តិហិរញ្ញវត្ថុនៃគ្រួសារយ៉ាងណាឡើយអរគុណព័ត៌មានដែលនាងខ្ញុំនឹងបានលើកឡើងនៅក្នុងរាត្រីនេះបានឈានចូលមកដល់ទីបញ្ចប់ហើយបន្តិចទៀតលោកអ្នកនឹងបានឃើញនៅវីដេអូដែលមានរយៈពេល4នាទីតកតងទៅនឹងកម្មវិធីវិសាខបូជាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ទី21កាលពីចុងសប្តាហ៍កន្លងទៅនេះតកតងទៅនឹងក្បួនព្យុហយាត្រាជាទស្សនីយភាពដែលលោកអ្នកនឹងបានឃើញការធ្វើក្បួនព្យុហយាត្រាចេញពីវត្តពន្លឺពុទ្ធចក្រអញ្ចឹងសូមអរគុណច្រើនហើយរាល់ពាក្យពេចន៍គូបំគូសូមលោកអ្នកមេត្តាខន្តីអធ្យាស្រ័យនាទីបន្ទាប់លោកអ្នកបាននឹងជួបជាមួយនឹងលោកវិសាលចិនរួមជាមួយនឹងលោកណារ៉េតមួងដែលគាត់នឹងមានភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីផងដែរហើយយើងខ្ញុំនឹងជួបគ្នាជាមួយលោកអ្នកនៅសប្តាហ៍ក្រោយសូមអរគុណនិងសូមគោរពលា
បាទជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីដែលអញ្ជើញមកកាន់កម្មវិធីទូរទស្សន៍សមាគមខ្មែរនៅក្នុងរាត្រីនេះខ្ញុំបាទជិនវិសាលសូមនាំយកព័ត៌មានសហគមន៍ចំនួន1 2 3មកចែកជូនហើយព្រមទាំងព័ត៌មានតកតងជាមួយនឹងវិទ្យាសាស្ត្រខាងសុខាភិបាលក៏ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងសម័យទំនើបនេះផងដែរថាតើយើងដើរទៅដល់ទីណាហើយតើបច្ចេកវិទ្យាទំនើបនោះដើរទៅដល់ទីណាហើយកុំឲ្យយើងមើលតែព័ត៌មានរឿងស្រុកខ្មែររឿងស្រុកចិនឬរឿងស្រុកឥណ្ឌាច្រើនពេកយើងមើលព័ត៌មានពិភពលោកវិញថាតើយើងអាចរៀនបានអ្វីខ្លះពីពិភពលោកដើម្បីឲ្យយើងនឹងអាចបើកមើលផ្នែកមើលឃើញថាយើងមិនមែននៅក្នុងអណ្ដូងទេយើងកំពុងតែពិនិត្យមើលទៅលើពិភពលោកថាតើគេបានបោះជំហានលឿនទៅដល់ទីណាហើយយើងរត់តាមគេឲ្យទាន់តើយើងរៀនអ្វីខ្លះបានពីគេបាទព័ត៌មានដំបូងខ្ញុំសូមជម្រាបជូនលោកតាលោកយាយប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីផងដែរថានៅឯទីក្រុងឡូវែលនេះមានមណ្ឌលថែទាំចាស់ទុំឬក៏ថែទាំមនុស្សចាស់មួយឈ្មោះថា Lowell Elder Care ភាសាខ្មែរថាមណ្ឌលថែទាំមនុស្សចាស់ក្រុង Lowell ដែលនឹងបើកជាកម្មវិធីមួយឈ្មោះថា Open House បើកអញ្ជើញលោកតាលោកយាយទាំងអស់គ្នានឹងបើកឲ្យចូលទៅមើលថាតើមានសេវាអ្វីខ្លះនៅទីនោះដើម្បីឲ្យលោកតាលោកយាយទាំងអស់គ្នាអាចទៅភ្លក់មើលភាសាខ្មែរថាភ្លក់មើលថាចង់ដឹងថាតើសេវាទាំងនោះសមរម្យល្អសម្រាប់បងប្អូនលោកតាលោកយាយទាំងអស់គ្នាដែរឬទេនៅថ្ងៃទី30 ខែឧសភាខាងមុខនេះត្រូវនៅថ្ងៃច័ន្ទចាប់ផ្ដើមពីម៉ោង 10 រហូតដល់ម៉ោង 1 ល្ងាចសូមអញ្ជើញទៅឲ្យបានច្រើនកុះកដើម្បីទៅមើលថាតើមានសេវាអ្វីខ្លះដែលស័ក្តិសមនឹងលោកតាលោកយាយទាំងអស់គ្នាហើយបើសិនជាចង់អញ្ជើញទៅសូមតាក់ទងទៅឲ្យបានមុនជាពិសេសនៅពេលដែលយើងមិនបានដឹងព័ត៌មានមុនទេយើងពិបាកនឹងរៀបចំម្ហូបអាហារជូនយើងមានម្ហូបអាហារពិសេសជាច្រើនសម្រាប់ជូនដល់ភ្ញៀវដែលអញ្ជើញមកនៅក្នុងថ្ងៃច័ន្ទនោះគឺតាមទូរស័ព្ទលេខ 978 596 1111បាទនេះគឺជាទូរស័ព្ទផ្ទាល់ទៅឯមណ្ឌលថែទាំមនុស្សចាស់នៅទីក្រុង Lowell នេះដើម្បីប្រាប់ថាលោកតាលោកយាយអញ្ជើញទៅថ្ងៃច័ន្ទបាទថ្ងៃច័ន្ទហ្នឹងចាប់ដើមពីម៉ោង 10 ដល់ម៉ោង 1:30 ហើយលោកតាលោកយាយដែលអញ្ជើញទៅហ្នឹងយើងមានរង្វាន់បន្តិចបន្តួចជូនដល់លោកតាលោកយាយផងដែរបាទនេះគឺជាព័ត៌មានសហគមន៍យើងមានល្បែងលេងកម្សាន្តនៅក្នុងថ្ងៃនោះបាទបន្តមកខ្ញុំសូមនាំយកព័ត៌មានសំខាន់តកតទៅជាមួយនឹងវិទ្យាសាស្ត្របាទរឿងវិទ្យាសាស្ត្រតើថ្ងៃនេះខ្ញុំនាំយកព័ត៌មានអ្វីខ្លះទី1គឺតកតងជាមួយនឹងប្រទេសឥណ្ឌាតើប្រទេសឥណ្ឌាអាចជួយបង្រៀនយើងអ្វីខ្លះដើម្បីឲ្យយើងនឹងក្លាយជាអ្នកដែលបានទទួលព័ត៌មានគ្រប់គ្រាន់ហើយយើងយកគំរូតាមនៅប្រទេសឥណ្ឌាមានប្រព័ន្ធថែទាំសុខភាពភ្នែកឬក៏ Eye Care មួយដែលល្បីឈ្មោះពេញពិភពលោកហើយធំជាងគេបំផុតនៅលើពិភពលោករហូតដល់ទៅមានបណ្ដាញមន្ទីរពេទ្យ10ហើយក្រែដាក់នៅក្នុងមន្ទីរពេទ្យនោះជាង 4000 ក្រែហើយជួយព្យាបាលភ្នែកជំងឺភ្នែកដល់មនុស្សរហូតដល់ទៅ 35,000 នាក់ភាសាអង់គ្លេសថា350,000 នាក់ភាសាខ្មែរយើងគឺថា 35,000 នាក់តាំងពីឆ្នាំ 1976 មកមានដុកទ័រមួយឈ្មោះដុកទ័រ V អក្សរកាត់ឈ្មោះគាត់ពិតប្រាកដហ្នឹងគឺឈ្មោះថា Govindappa Venkata Swamy គាត់គឺជាវេជ្ជបណ្ឌិតដែលក្រុមគ្រួសាររបស់គាត់គឺសិតតែជាអ្នកដែលធ្វើពេទ្យទាំងអស់គឺជាដុកទ័រទាំងអស់សុខចិត្តលះបង់ថវិកាផ្ទាល់ខ្លួនមាសប្រាក់ផ្ទាល់ខ្លួននិងបញ្ចាំដីដើម្បីបង្កើតមន្ទីរពេទ្យបានមួយដើម្បីជួយព្យាបាលភ្នែកជនជាតិឥណ្ឌាដែលក្រីក្រតាំងពីឆ្នាំ 1976 ក្រោយមកមានការចូលរួមសហការពីសហគមន៍ក៏ដូចជាអ្នកវិនិយោគទុនអន្តរជាតិបានបង្កើតបណ្ដាញនេះកាន់តែខ្លាំងអ្នកក្រទាំងឡាយទៅព្យាបាលដោយអត់យកប្រាក់ទេអត់មានអស់ប្រាក់មួយរៀលទេចំណែកឯអ្នកមានគេយកប្រាក់ក្នុងតម្លៃទាបបំផុតដើម្បីឲ្យគាត់នឹងអាចបានថវិកាមន្ទីរពេទ្យបានថវិកាដើម្បីជួយព្យាបាលមនុស្សរាប់សែននាក់បាទយើងគិតមើលថា 350,000 នាក់ដែលកំពុងតែទទួលបានព្យាបាលប្រព័ន្ធនេះល្អយ៉ាងម៉េចប្រព័ន្ធនេះល្អត្រង់ថាគេអាចអញ្ជើញបុគ្គលិកមកពីតាមភូមិឋានដែលនិយាយភាសាផ្សេងពីព្រោះថានៅប្រទេសឥណ្ឌាមាននិយាយភាសាជាង22ភាសា23ភាសានោះអញ្ចឹងប្រជាជនដែលមកពីតំបន់ផ្សេងនោះអាចមានអារម្មណ៍កក់ក្ដៅថាមានបុគ្គលិកពេទ្យនៅធ្វើការនៅក្នុងមណ្ឌលសុខភាពនេះឬមន្ទីរពេទ្យនេះដែលនិយាយភាសាហើយដឹងវប្បធម៌ដឹងចំណង់ចំណូលចិត្តរបស់គាត់ទៀតគេ code color អាវរបស់អ្នកថែទាំសុខភាពឬក៏ពួកឆ្មបឬក៏ពួកពេទ្យនោះត្រូវទៅតាម level ត្រូវទៅតាមឋានៈឬក៏ជំនាញរបស់បុគ្គលទាំងនោះដើម្បីឲ្យគាត់នឹងជួយដោះស្រាយបញ្ហាជូនដល់អតិថិជនឬក៏ជូនដល់ភ្ញៀវឬក៏អ្នកជំងឺទាំងឡាយនោះដើម្បីឲ្យគាត់នឹងមានភាពកក់ក្ដៅហើយមន្ទីរពេទ្យនេះបានបំពាក់នៅបណ្ដាញអេឡិចត្រូនិកឬក៏យើងប្រព័ន្ធកុំព្យូទ័រនឹងយ៉ាងទំនើបបំផុតដែលមើលទៅដូចជា flow នៃរោងចក្រការផលិតគ្រឿងប្រើប្រាស់ទាំងឡាយនៅក្នុងរោងចក្រអញ្ចឹងអ្នកជំងឺធ្វើដំណើរពីចំណុចមួយទៅចំណុចមួយសុទ្ធតែមានអ្នកនាំផ្លូវទៅដល់ទីតាំងនោះសេវាដ៏ល្អបំផុតនេះហើយដែលធ្វើឲ្យយើងទាំងអស់គ្នាចាប់អារម្មណ៍ថានេះគឺជាគំរូដ៏ល្អអ្នកក្របានទទួលសេវាដ៏អត់មានអស់ប្រាក់រៀលអ្នកមានបានសេវាល្អហើយបង់ប្រាក់ទាប
ហើយមន្ទីរពេទ្យនឹងនៅដំណើរការបានល្អមានចីរភាពឬក៏និរន្តរភាពឬភាសាអង់គ្លេសថា sustainability នេះគឺជាគំរូដែលយើងអាចយកទៅប្រាស្រ័យបាននៅប្រទេសកម្ពុជាបាទរឿងមួយទៀតដែលខ្ញុំសូមលើកយកមកនិយាយផងដែរតាក់ទងជាមួយនឹងរឿង opioid addiction រឿងនេះខ្ញុំបានលើកយកមកនិយាយម្ដងរួចហើយក៏ប៉ុន្តែបច្ចុប្បន្ននេះគឺរឿងតាក់ទងនឹងរឿងនៅពិភពលោកទាំងមូលថាតើរឿង opioid addiction នេះការញៀនថ្នាំបំបត្តិការឈឺចាប់អង់គ្លេសថា pain killer នេះមានចំណុចសំខាន់អ្វីខ្លះដែលយើងអាចរៀនបាននៅលើពិភពលោកបច្ចុប្បន្ននេះមានមនុស្សរាប់លានអ្នកហើយដែលកំពុងតែញៀនជាមួយនឹងថ្នាំបំបត្តិឈឺចាប់ដូចជាពួក oxycodone ឬក៏ methadone ជាដើមដុកទ័រនៅប្រទេសអាមេរិកនេះក្នុងមួយសំទោសមិនមែនអាមេរិកនៅពិភពលោកទាំងមូលចេញវិជ្ជាយើងហៅវិជ្ជាបញ្ជាឬក៏ ordonnance ឬក៏ prescription ហ្នឹង280លានក្នុងមួយឆ្នាំទៅឲ្យមនុស្សទាំងឡាយហ្នឹងដូចជាឆ្លងកាត់ការវះកាត់ក្តីឬក៏មនុស្សដែលមានបញ្ហាជំងឺមហារីកក្តីដែលគាត់នឹងឈឺចាប់ពិបាកនឹងទ្រាំបានអញ្ចឹងវិជ្ជាបណ្ឌិតចេញឲ្យប្រើប្រាស់ថ្នាំពេទ្យដែលខ្លាំងមែនទែនធ្វើឲ្យគាត់នឹងញៀនបាទនៅពេលដែលគាត់ញៀនគាត់ពិបាកនឹងបញ្ឈប់ណាស់គាត់អាចទៅរកចំណាយថវិកាទិញថ្នាំបំបត្តិឈឺចាប់យ៉ាងច្រើនដែលធ្វើឲ្យគាត់នឹងបាត់បង់ថវិកាខ្លួនឯងផងហើយគាត់នឹងនៅបន្តញៀនរហូតយើងឃើញមាន relapse បាទថាគាត់ត្រឡប់ទៅវិញទោះបីបំបត្តិឈឺចាប់ក៏ដោយគាត់ត្រឡប់វិញរូបភាពនៅក្នុងផែនទីនេះយើងឃើញមានពណ៌ទឹកប៊ិចនេះគឺបានន័យថាក្នុងមនុស្ស100នាក់ហ្នឹងមានមនុស្ស96នាក់ទៅហើយឬក៏រហូតដល់143នាក់ហើយដែលទទួលបាន prescription ឬក៏វិជ្ជាបញ្ជាហ្នឹងពីដុកទ័រដែលឲ្យគាត់នឹងលេបថ្នាំបំបត្តិឈឺចាប់អញ្ចឹងហើយទាញទម្លាក់អ្នកជំងឺទាំងអស់នោះឲ្យធ្លាក់ចូលទៅក្នុងរឿងញៀនបាទរឿងញៀនគ្រឿងញៀនហ្នឹងធ្វើឲ្យគាត់នឹងថ្ងៃក្រោយទៅគាត់មិនអាចទៅប្រើប្រាស់ថ្នាំនោះបានគាត់ទៅទិញថ្នាំនៅតាមផ្សារនៅតាមទីផ្សារសាធារណៈឬក៏ illegal drug ឬក៏ illicit drug បាទនេះថាគឺជាថ្នាំខុសច្បាប់ដែលគាត់នឹងអាចនឹងមានបញ្ហាចំពោះមុខច្បាប់ផងដែរនេះគឺជារឿងទាំងអស់យើងទាំងអស់គ្នាដែលមិនមែនជាអ្នកដែលមានជំងឺនៅឡើយទេតែយើងត្រូវប្រុងប្រយ័ត្នឲ្យការពារខ្លួនទុកជាមុនកុំឲ្យគិតថាខ្ញុំឈឺចាប់ណាស់ខ្ញុំចង់បានថ្នាំឈឺចាប់បច្ចុប្បន្ននេះយើងឃើញថានេះគឺជារូបភាពដែលបង្ហាញតាមរយៈសារព័ត៌មានទាំងឡាយនៅលើពិភពលោកនេះនៅឯប្រទេសអាហ្វហ្គានីស្ថានគឺជាប្រទេសដែលរងសង្គ្រាមរ៉ាំរ៉ៃអស់រាប់ឆ្នាំជាង10ឆ្នាំមកហើយគឺជាប្រទេសមួយដែលប្រជាជនរស់នៅទីនោះតំបន់តាមភ្នំមិនអាចដាំដុះស្រូវឬសណ្តែកល្ងពោតបានទេគាត់ត្រូវតែរកដំណាំណាមួយដែលអាចឲ្យគាត់នឹងរកថវិកាចិញ្ចឹមគ្រួសារបានគឺមានតែដាំដើមអាភៀនទេដើមអាភៀននេះគឺជាផ្លែអាភៀនគេយកក្រាស់មួយយ៉ាងដែលមានដូចជាក្រាស់អញ្ចឹងដែកហ្នឹងយកមកកោសសម្បកផ្លែអាភៀនហ្នឹងដើម្បីឲ្យចេញជ័រដូចជាដើមជ័រយើងហៅជ័រឈើសម្រាប់ធ្វើកង់ឡានអញ្ចឹងនៅប្រទេសកម្ពុជាអញ្ចឹងយើងហៅថាដើមជ័រឈើនោះនេះគឺជារបៀបកោសយកពណ៌ខ្មៅនេះកំណកពណ៌ខ្មៅនេះគេហាលឲ្យស្ងួតដល់ហើយបន្ទាប់មកគេយកវេចខ្ចប់ទៅផ្ញើទៅកន្លែងរោងចក្រគេនឹងកែច្នៃទៅជាម្សៅកូកាអ៊ីនភាសាអង់គ្លេសថាខូខេនបារាំងថាកូកាអ៊ីនគឺជាម្សៅអាភៀនដែលយើងឃើញពួកគេយកមកប្រើដោយហាត់ឬក៏យកចាក់លាយជាមួយនឹងថ្នាំជាមួយនឹងទឹកដើម្បីបញ្ចូលក្នុងចរន្តឈាមនេះគឺជាថ្នាំដែលធ្វើឲ្យមនុស្សនោះស្រួលមានអារម្មណ៍ថាស្រួលរំភើបដូចឡើងឋានសួគ៌10 20 30ជាន់អញ្ចឹងរឿងនេះកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថានហើយកំពុងតែបញ្ជូនរាប់តោនមកប្រទេសអាមេរិកជាពិសេសនៅតំបន់ទ្វីបអាមេរិកខាងជើងនេះហើយនឹងប្រភេទអាភៀនដែលធ្វើឡើងនៅតំបន់ត្រីកោណមាសគឺជាតំបន់មួយដែលមានទំហំធំមែនទែននៅជាប់ព្រំដែនប្រទេសភូមាដែលសប្តាហ៍ថ្ងៃហៅថាមីយ៉ាន់ម៉ាប្រទេសឡាវហើយនិងប្រទេសចិននេះគឺជាតំបន់ដែលផលិតអាភៀនយ៉ាងធំផងដែរហើយខ្ញុំសូមឆ្លៀតបញ្ចូលនៅក្នុងកម្មវិធីនេះបន្តិចផងដែរតាក់ទងជាមួយនឹងរឿងថ្នាំបំបត្តិការឈឺចាប់នេះបងប្អូនខ្មែរយើងមួយចំនួនគាត់មានការឈឺចាប់គាត់មិនចង់លេបថ្នាំពេទ្យទេពីព្រោះថាវាអស់លុយច្រើនអញ្ចឹងគាត់បញ្ជាទិញមកពីប្រទេសខ្មែរដូចជាថ្នាំដែលមានធ្វើពីឫសឈើឬក៏មើមឈើជាដើមហ្នឹងគាត់យកមកកិនឲ្យម៉ត់ហើយចំបាច់ឲ្យកើតជាថ្នាំមូលឬក៏ថ្នាំគ្រាប់ហើយគាត់យកមកទំពាលេបហើយគាត់បាយបានសម្រានលក់ស្រួលទៅគាត់ថាថ្នាំល្អណាស់ល្អជាងថ្នាំពេទ្យលោកខាងលិចទៀតហើយគាត់អាចខ្លាយទៅជាមនុស្សញៀនថ្នាំនឹងគាត់អង្គុយទៅពីដូចស្ករគ្រាប់អញ្ចឹងហើយគាត់គិតទៅពីភាសាបាយគិតទៅពីភាសម្ហូបទម្ងន់របស់គាត់ឡើងរហូតដល់ពី300ផោនឯនោះហើយគាត់នឹងមានបញ្ហាសុខភាពរាងកាយដូចជាប្រព័ន្ធរាងកាយរបស់គាត់នឹងដំណើរការមិនល្អទេអាចមានបញ្ហាទឹកនោមផ្អែមឬអាចមានបញ្ហារាងកាយផ្សេងៗទៀតដែលពិបាកនឹងព្យាបាលនេះគឺជារឿងតាក់ទងនឹងថ្នាំបំបត្តិឈឺចាប់ភាសាអង់គ្លេសហៅថា opioid រឿងទី3ដែលខ្ញុំសូមលើកយកមកចែកជូនលោកតាលោកយាយផងដែរគឺតាក់ទងនឹងវិទ្យាសាស្ត្រពីងពីងតើសត្វពីងពីងយើងរៀនបានអ្វីខ្លះធម្មតាយើងមើលងាយពីងពីងយើងតែងតែឲ្យតម្លៃមនុស្សស្រីម្នាក់ដែលរកស៊ីផ្លូវភេទលក់ភេទនេះគេថាជាមនុស្សពីងពីងនិយាយថាដូចជារឿងធ្នឹងនិយាយថាមីចៅពីងពីងអញ្ចឹងនេះគឺជារឿងដែលយើងមើលងាយពីងពីងប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនមែនឲ្យតម្លៃថោកទេពីងពីងគឺជាសត្វដែលផលិត silk
គឺជាសត្វសូត្រដែលផលិតសូត្រមួយយ៉ាងដែលមានកម្លាំងអាចទប់យន្តហោះបើសិនជាគេស្រាក់សំណាញ់នឹងឲ្យបានខ្លាំងយ៉ាងច្រើនជាន់ទៅអាចទប់កម្លាំងយន្តហោះ Boeing 747 បានឥឡូវនេះអ្នកវិទ្យាសាស្ត្របានប្រើប្រាស់សំណាញ់ពីងពីងនេះយកទៅប្រើនៅក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាខាងពេទ្យវិញម្ដងតើខាងពេទ្យគេប្រើប្រាស់អ្វីខ្លះរូបភាពបានបង្ហាញឲ្យឃើញថានៅក្នុងខួរក្បាលនៅពេលដែលគេវះកាត់ខួរក្បាលគេត្រូវការដេរសរសៃឈាមខួរក្បាលឡើងវិញអញ្ចឹងគេត្រូវការប្រើសរសៃអំបោះយ៉ាងស្ដើងបំផុតហើយឲ្យរលាយវិញសរសៃសូត្រដែលធ្វើមកពីពីងពីងនេះបានយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីដេរសរសៃឈាមតូចឆ្មានៅក្នុងខួរក្បាលហើយព្យាបាលជាល្អហើយមិនមានបញ្ហាយើងហៅថា scar ទេឬក៏កើតជាដំបៅនោះទេអ្នកជំងឺជាមកវិញមានបញ្ហាសុខភាពល្អមិនមានបញ្ហាសុខភាពទេហើយរឿងមួយទៀតគឺកើតនៅនឹងដៃបាទនៅនឹងដៃហ្នឹងគាត់អាចយកទៅធ្វើជា skin graft ពាក្យថា skin graft នឹងពេលគាត់រលាកដោយសារភ្លើងឬក៏គ្រាប់បែកផ្ទុះខូចស្បែករបស់គាត់ប្រហែលជា 2-3% គេអាចយកមកកែច្នៃសំណាញ់ពីងពីងហ្នឹងយកមកកែច្នៃធ្វើជាសម្បករបស់ស្បែកយើងហៅថា scaffolding របស់ស្បែកដើម្បីឲ្យស្បែកកោសិកាស្បែកដុះឡើងវិញហើយមិនមាន scar មិនមានសម្លាកស្នាមទេហើយរឿងមួយទៀតគឺនៅក្នុងសរសៃឈាមគាត់ផងដែរសរសៃប្រសាទរបស់គាត់ផងដែរគេអាចដេរយកមកធ្វើជាចេះដេរនៅពេលមានរបួសដេរទៅហើយមិនពិបាកទៅពេទ្យវិញដើម្បីនឹងដោះរុះចេះនឹងចោលទេនៅក្នុងការព្យាបាលសរសៃឈាមតចូលគ្នាវិញគឺគេប្រើសរសៃអំបោះសូត្ររបស់សត្វពីងពីងដើម្បីដេរឡើងវិញហើយនឹងតសរសៃប្រសាទក៏អញ្ចឹងដែរសរសៃប្រសាទតូចមែនទែនអញ្ចឹងគេអាចប្រើប្រាស់សរសៃអំបោះពីងពីងយកមកដេរសរសៃប្រសាទនេះបានហើយនៅក្នុងកោសិកាឆ្អឹងនៅពេលដែលពិបាកនឹងព្យាបាលណាស់អញ្ចឹងគេត្រូវតែប្រើសំណាញ់ពីងពីងហ្នឹងកែច្នៃឲ្យទៅជា scaffolding ឬក៏ជាគម្រោងឆ្អឹងមួយដើម្បីឲ្យកោសិកាឆ្អឹងដុះឡើងវិញបានល្អហើយលើសពីនោះទៀតគេអាចបង្កើតបានជាក្បាលជង្គង់យើងសប្តាហ៍នេះយើងប្រើជ័រដើម្បីយកដាក់ធ្វើជាក្បាលជង្គង់នៅពេលដែលគាត់នឹងបែកក្បាលជង្គង់បច្ចុប្បន្ននេះគេអាចប្រើប្រាស់សំណាញ់ពីងពីងធ្វើជាក្បាលជង្គង់ដោយមិនមានបញ្ហា rejection ឬក៏បដិសេធចោលដោយរាងកាយរបស់យើងទេហើយរឿងមួយទៀតគឺព្យាបាលរាងកាយរបស់យើងនៅខាងក្នុងគ្រឿងក្នុងទាំងប្រមាណហ្នឹងយើងប្រើអំបោះដេរដោយមិនបាច់បបាក់វះកាត់ឡើងវិញទេនេះគឺជារឿងដ៏ល្អមួយដែលអ្នកវិទ្យាសាស្ត្រកំពុងតែស្រាវជ្រាវបន្ថែមថាអាចប្រើប្រាស់សំណាញ់ពីងពីងបានចំណុចអ្វីខ្លះបានលក្ខណៈមានផលប្រយោជន៍អ្វីខ្លះរឿងចុងក្រោយបំផុតរបស់ខ្ញុំទៅក្នុងរាត្រីនេះគឺតកតងជាមួយនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដូចខ្ញុំកំពុងកាន់នៅដៃនេះយើងហៅថា iPad ឬក៏ iPhone អាចប្រើប្រាស់ដុកទ័រនៅឯប្រទេសយើងហៅថាប្រទេសក៏បានឬក៏រដ្ឋមួយគឺឈ្មោះរដ្ឋប៉ាឡេស្ទីនឬក៏នៅប្រទេសលីបង់កំពុងតែប្រើប្រាស់ iPad ហ្នឹងដើម្បីបញ្ជាដុកទ័រដែលមានឯកទេសខ្លាំងហ្នឹងគាត់គឺជាវេជ្ជបណ្ឌិតវះកាត់យើងហៅថា surgeon គាត់អាចនឹងអង្គុយនៅការិយាល័យរបស់គាត់ឬក៏មន្ទីរពេទ្យរបស់គាត់ចម្ងាយប្រហែលជា500ម៉ាយហើយមិត្តភ័ក្តិរបស់គាត់ colleague របស់គាត់សហសេវករបស់គាត់ហ្នឹងនៅឯមន្ទីរពេទ្យមួយទៀតគាត់មាន iPad ដែរដុកទ័រនៅទីនេះនៅឯទីក្រុងធំដូចទីក្រុងបេរុតនៅប្រទេសលីបង់ហ្នឹងគាត់អាចគូររូបភាពដែលត្រូវចំណុចដែលវះកាត់ជំរឿដែលវះកាត់ហ្នឹងហើយរូបភាពហ្នឹងនឹងបញ្ចេញឲ្យឃើញនៅឯ iPad នៅក្នុងមន្ទីរពេទ្យដែលកំពុងវះកាត់អ្នកជំងឺមែនទែនបុគ្គលិកសហសេវករបស់គាត់ហ្នឹងអាចវះកាត់ទៅតាមគំនូសដែលដុកទ័រនៅឯទីក្រុងធំហ្នឹងបញ្ជាឲ្យគូបាននេះគឺជាបច្ចេកវិទ្យាទំនើបនៅក្នុងសម័យនេះដែលអាចជួយឲ្យដុកទ័រមិនបាច់ធ្វើដំណើរទៅឆ្ងាយចំណាយពេលវេលាច្រើនទេអ្នកជំងឺនឹងអាចទទួលបានការវះកាត់យ៉ាងត្រឹមត្រូវហើយជាបានល្អហើយអ្នកជំងឺនឹងគាត់ក៏មិនត្រូវការចំណាយថវិកាក្នុងការធ្វើដំណើរពីទីក្រុងតូចមកទីក្រុងធំទេអញ្ចឹងវាអាចជួយកាត់បន្ថយទាំងថវិកាអ្នកជំងឺកាត់បន្ថយទាំងថវិកាមន្ទីរពេទ្យផងដែរនេះគឺជាបច្ចេកវិទ្យាទំនើបដែលសម័យនេះគឺប្រើ remote control យើងហៅ remote control ក៏បានដែរដើម្បីជួយវះកាត់មនុស្សមានឧទាហរណ៍ជាក់ស្ដែងជាច្រើនដែលគេប្រើ remote control ដើម្បីវះកាត់ដុកទ័រដែលល្បីមែនទែននៅអាមេរិកនេះអាចព្យាបាលឬក៏វះកាត់អ្នកជំងឺនៅប្រទេសកម្ពុជាបានបើសិនជាគេបញ្ជូនម៉ាស៊ីននោះទៅឯប្រទេសកម្ពុជាហើយដាក់អ្នកជំងឺនៅឯមន្ទីរពេទ្យឧបមាថាកាឡាម៉ែតអញ្ចឹងទៅអ្នកដុកទ័រនៅឯប្រទេសអាមេរិកនេះអាចបញ្ជាម៉ាស៊ីនគ្រឿងម៉ាស៊ីនវះកាត់ដូចក្នុងរូបភាពនេះដើម្បីវះកាត់បេះដូងឬវះកាត់សរសៃខួរក្បាលឬក៏វះកាត់សរីរាង្គណាមួយបានដោយមិនបាច់ដុកទ័រនឹងធ្វើដំណើរទៅប្រទេសកម្ពុជាចំណាយថវិកាច្រើនទេអ្នកជំងឺជាមកវិញយ៉ាងឆាប់ដោយមិនមាន medical error ឬក៏កំហុសខាងបច្ចេកវិទ្យាវិទ្យាពេទ្យនោះឡើយទេបាទនេះគឺជារឿងធំឥឡូវរឿងតូចតាចវិញម្ដងគេអាចប្រើ cell phone ឬក៏ mobile phone នេះដើម្បីទទួលបានព័ត៌មានពីតំបន់ដាច់ស្រយាលដូចជានៅប្រទេសបង់ក្លាដេសគេប្រើ cell phone ដើម្បីយកថតរូបភាពរបស់អ្នកជំងឺហើយនឹងវាស់សម្ពាធឈាមឬក៏វាស់តើសួតរបស់អ្នកជំងឺនឹងមានបញ្ហាអុកស៊ីហ្សែនទាបឬក៏អត់
ហើយអ្នកជំងឺនោះបានទទួលព័ត៌មានត្រឹមត្រូវពីដុកទ័រទៅវិញនៅឯដូចជាកុងដាកានៅក្នុងប្រទេសបង្កាឡេសហើយអ្នកជំងឺនោះទទួលបានថ្នាំពេទ្យត្រឹមត្រូវផងដែរអញ្ចឹងការប្រើប្រាស់ឧបករណ៍ទាំងអស់នេះវាអាចជួយឲ្យកាត់បន្ថយការចំណាយធ្វើដំណើរផងទី2អ្នកជំងឺទទួលបានបច្ចេកវិទ្យាទំនើបខាងការព្យាបាលសុខភាពនេះគឺជាព័ត៌មានដែលយើងគួរកោតសរសើរហើយនឹងអរគុណដល់ខាងវិទ្យាពេទ្យផងដែរសូមអរគុណលោកតាលោកយាយទាំងឡាយប្រិយមិត្តទាំងអស់ដែលកំពុងតាមដាននីតិព័ត៌មានរបស់ខ្ញុំបាទខាងវិទ្យាសាស្ត្រហើយជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលាជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកដែលកំពុងតាមដានកម្មវិធីទូរទស្សន៍សមាគមខ្មែរដែលផ្សាយចេញពីស្ថានីយ៍វិទ្យុ LTC សំទោសមិនវិទ្យុទេទូរទស្សន៍ LTC ថ្ងៃនេះគឺថ្ងៃពុធបាទទី25ហើយវេលាអាត្មានេះគឺម៉ោង 6:34 នាទីទៅហើយឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរដោយសារតែពេលវេលាយើងខ្លីហើយថ្ងៃនេះយើងមានភ្ញៀវម្នាក់ដែលមកចូលរួមនៅក្នុងកម្មវិធីរបស់យើងភ្ញៀវយើងនៅទីនេះគឺមិនមែនជាភ្ញៀវពិសេសមកពីខាងណាទេគឺភ្ញៀវរបស់យើងតែម្ដងដែលជាបុគ្គលិកថ្មីនៅក្នុងសមាគមខ្មែររបស់យើងដែលទើបតែចូលបំពេញការងារថ្មីហើយចង់ដឹងថាតើគាត់ចូលរួមនៅក្នុងកម្មវិធី
ឬក៏ធ្វើការនៅសមាគមខ្មែរនេះពំនាំនៅអវ័យហើយមានទួនាទីអវ័យនោះខ្ញុំសូមជម្រាបណែនាំពុកម៉ែបងប្អូនឲ្យបានស្គាល់គាត់នៅពេលនេះដូចតទៅបាទសូមជម្រាបសួរបាទឥឡូវនេះដើម្បីឲ្យពុកម៉ែបងប្អូនបានស្គាល់ឈ្មោះផងសូមអ្នកនាងប្រាប់ទៅបងប្អូនមើលថាឈ្មោះអីហើយចូលធ្វើការនៅសមាគមខ្មែរនៅពេលណាហើយមានទួនាទីអីដែរបាទនាងខ្ញុំឈ្មោះសៃពៅវ៉ារីខ្ញុំទៅចាប់ផ្ដើមធ្វើការនៅ CMAA ខែនេះឯងខែមេថ្ងៃទី2ចាហើយខ្ញុំធ្វើការខាង Program and Outreach Manager បាទឥឡូវអរគុណណាស់ស្រីពៅគាត់ឈ្មោះស្រីពៅវ៉ារីអញ្ចឹងណាគឺស្រីពៅកូនពៅគេឬក៏បានជាដាក់ឈ្មោះស្រីពៅបាទឈ្មោះខ្ញុំមានកូនពៅទេប៉ុន្តែពួកម៉ាក់ខ្ញុំខលខ្ញុំស្រីពៅខ្ញុំចូលចិត្តឈ្មោះហ្នឹងទៅខ្ញុំយកឈ្មោះហ្នឹងមកប្រើដែរអូខេអញ្ចឹងមិនមែនជាកូនពៅទេគឺស្រឡាញ់ឈ្មោះស្រីពៅដោយសារមិត្តភ័ក្តិនៅក្នុងចំណោមមិត្តភ័ក្តិទាំងអស់គឺក្មេងជាងគេអញ្ចឹងណាចាអរគុណស្រីពៅហើយនិយាយខ្មែរបានច្រើននៅសមាគមខ្មែរពុកម៉ែបងប្អូនដែលមកសុំសេវារបស់យើងនោះគឺភាគច្រើនគាត់ចង់បានអ្នកដែលចេះភាសាខ្មែរហើយឥឡូវនេះដើម្បីបន្តតើស្រីពៅដែលថាមានកម្មវិធីថាទូនីតិជាអ្នកធ្វើខាង outreach ផងជា program manager ផងនោះតើស្រីពៅមានកម្មវិធីអីពិសេសសម្រាប់រដូវក្តៅយើងនេះ summer នេះតើមានអីជំរាបជូនបងប្អូនទេនៅក្នុងមុខនីតិថ្មីនេះបាទខ្ញុំមានដែរខ្ញុំប្រាប់ទាំងអស់គ្នាថាខ្ញុំមាន summer program where free charge លុយទេប៉ុន្តែ$25 registration fee ប៉ុណ្្នឹងឯងនឹង summer program ហ្នឹងឲ្យកូនក្មេងមកលេងបាល់ហើយរៀនពីរឿងហៅអ្នកដាក់នាំទាំងអស់គ្នាបើអ្នកដាក់គ្នាបានមានកូនអាយុ7ទៅ14ឆ្នាំអាចមកចូលរួមបានចាអូខេបាទអរគុណណាស់ហើយគឺកម្មវិធីដែលនាងស្រីពៅទៅតែជម្រាបជូនអំបញ្ញមិញនេះយើងហៅថា Rising Star ហើយកម្មវិធី Summer Program ចឹងពុកម៉ែបងប្អូនដែលមានកូនតូចអាយុពី7ដល់14ឆ្នាំអញ្ចឹងណាចូលរួមនៅក្នុងកម្មវិធីហ្នឹងដែលតាមពិតគឺវា free ទេអត់យកប្រាក់ទេគ្រាន់តែថាថ្លៃចុះឈ្មោះចូលនៅក្នុងកម្មវិធីហ្នឹងគឺ$25នៅក្នុងម្នាក់តែគេធ្វើអីខ្លះនៅក្នុងកម្មវិធី Summer ហើយគេធ្វើនៅឯណាដែរបាទនៅធ្វើយើងធ្វើហ្នឹងនៅ Bartlett Community Partnership School off of School Street a little bit ពេលកូនសិស្សមកយើងរៀបចំ say hello to each other and can you help me because I have a hard time say hello to each other and build community basically get to know each other and build sportsmanship and stuff and then we play games outside and every Thursday we'll have a professional day and on Friday we have a field trip where we can go to either the beach to the museum to watch the Patriots play game and go hiking អូស្ដាប់ទៅគួរចាប់អារម្មណ៍ណាស់ស្រីពៅគាត់ពន្យល់ជាភាសាអង់គ្លេសនៅក្នុងកម្មវិធីនេះដោយសារពេលខ្លះភាសាខ្មែរចូលបកប្រែមិនទាន់បាទអញ្ចឹងខ្ញុំជួយសម្រួលគាត់ទៅគឺកម្មវិធីហ្នឹងគឺកូនក្មេងអាយុពី17ដល់14ឆ្នាំហ្នឹងគឺយើងរៀបចំនៅឯ Bartlett School អញ្ចឹងណាហើយនៅសាលាហ្នឹងបើយើងយកកូនទៅចូលក្នុងកម្មវិធី Summer ហ្នឹងគេរៀបចំពីម៉ោង10ដល់ម៉ោង2ហើយដោយថាកូនដែលចូលទៅក្នុងកម្មវិធីហ្នឹងគឺបានស្គាល់មិត្តភ័ក្តិដែលមកចូលរួមនៅក្នុងទីនោះរាប់អានមានមិត្តភ័ក្តិថ្មីផងក៏ដូចជាមានជាgames ឬក៏មានជាដំណើរកម្សាន្តទៅសារមន្ទីរឬក៏មានការធ្វើដំណើរទស្សនកិច្ចទៅឆ្នេរសមុទ្រអីអញ្ចឹងហើយនេះគឺជាកម្មវិធីមួយដើម្បីឲ្យក្មេងៗពេលទំនេរអាចបានរាប់អានស្គាល់មិត្តភ័ក្តិថ្មីផងហើយនឹងអានឬក៏រៀនមុខវិជ្ជាសង្គមមួយចំនួនដើម្បីឲ្យក្មេងបណ្ដុះគំនិតថ្មីបន្ថែមទៀតជាងការនៅផ្ទះមិនមានអ្វីធ្វើនាំគ្នាលេងតែហ្គេមមួយថ្ងៃវាស់ល្ងាចបាទហ្គេមហ្នឹងចង់និយាយថាហ្គេមដែលអត់មានប្រយោជន៍ហើយបាទអញ្ចឹងទេនាងស្រីពៅតើកម្មវិធីនេះហ្នឹងគឺយើងប្រព្រឹត្តទៅពីថ្ងៃណាសូមជម្រាបជូនបងប្អូនម្ដងទៀតមើលបាទចាប់ផ្ដើម July 5th to August 12th
អញ្ចឹងខែកក្កដាបាទគឺថ្ងៃទី5ខែកក្កដាដល់ខែសីហាថ្ងៃទី12អញ្ចឹងប៉ុន្មានសប្តាហ៍រយៈពេលដែល summer camp ហ្នឹង 6 weeks បាទ6សប្តាហ៍អញ្ចឹងណាហើយអញ្ចឹងបងប្អូនដែលចង់ចុះឈ្មោះដែលមានកូនចៅហ្នឹងត្រូវចុះឈ្មោះពីអង្កលទៅចាប់ផ្ដើមឥឡូវហ្នឹងបើចង់បើមានកូនមក CMA មកយើងមាន application អញ្ចឹងណាអញ្ចឹងបានន័យថាតាក់ទងទៅសមាគមខ្មែរទៅបំពេញពាក្យដើម្បីចុះឈ្មោះចូលរៀននៅចូលក្នុងកម្មវិធី Summer Camp អញ្ចឹងណាអូខេអរគុណច្រើនហើយស្រីពៅកម្មវិធីនេះគឺថាល្អអញ្ចឹងមានអីទៀតឬស្រីពៅថាមានកម្មវិធី after school program យ៉ាងម៉េចនោះតើកម្មវិធីហ្នឹងស្រីពៅគ្រប់គ្រងហ្នឹងចាប់ផ្ដើមកាលដែរ we have 2 other programs starting in the fall after school program and that's designed to have 1 hour of homework assistance and then the next 2 hours will be for cultural enrichment so we're planning to have a teacher for teaching art Angkor dance group dancing and teaching music ខ្មែរlike លេង2លេងអីដែរហើយyeah អរគុណហ្នឹងហើយហើយស្រីពៅដោយសារគាត់ជំរាបអំពីទូនីតិគាត់នឹងកម្មវិធីបន្ថែមទៀតគឺក្រោយអំពីកម្មវិធី Summer Camp នេះគឺគាត់គ្រប់គ្រងកម្មវិធី After School Program មួយដែលនឹងបង្រៀនកូនក្មេងឲ្យចេះឬក៏ជួយកិច្ចការងារសាលាកូនក្មេងដូចជួយធ្វើ homework ហើយបណ្ដុះក្មេងឲ្យចេះអំពីប្រពៃណីវប្បធម៌របាំខ្មែរដូចជាតន្ត្រីឬការសម្ដែងសិល្បៈរបាំអីអញ្ចឹងទៀតផងដែលនឹងមានជួលគ្រូមកពីខាងក្រមរបាំអង្គរដើម្បីមកជួយនៅក្នុងកម្មវិធីនេះឃើញថាសមាគមខ្មែរនឹងមានកម្មវិធីកាន់តែមមាញឹកហើយនេះគឺជាដំណឹងសម្រាប់បងប្អូនដល់សហគមន៍ផងដែរឲ្យបានជ្រាបអំពីកម្មវិធីរបស់យើងស្រីពៅដោយសារតែយើងមានពេលវេលាខ្លីហើយណាមួយស្រីពៅក៏នឹងមានឱកាសចូលមកក្នុងកម្មវិធីយើងនៅពេលលើកក្រោយទៀតដែរព្រោះជាសមាជិកនិងជាបុគ្គលិករបស់សមាគមខ្មែរហើយអញ្ចឹងជាចុងក្រោយមុននឹងជម្រាបលាពុកម៉ែបងប្អូនទៅតើស្រីពៅមានអ្វីចង់ជាសារឬក៏ជាពាក្យពេចន៍ដើម្បីជម្រាបទៅបងប្អូនសហគមន៍ឬក៏អ្នកដែលកំពុងទៅតាមដានស្ដាប់កម្មវិធីទស្សនាកម្មវិធីយើងទេបាទចាខ្ញុំមាន program មួយទៀត called Young and Professional Development program អានឹងខ្ញុំជួយកូនក្មេងកម្មាកព្រាយើងមានកម្មាកព្រាកូនក្មេងយើងឲ្យដឹងថាពីរឿងពេលទៅសាលារៀនទៅ high school for freshmen sophomore junior and senior to give them mentorship and also give them a guidance to either going into the workforce or going to college and that will start at the same around October អរគុណស្រីពៅឥឡូវនេះស្រីពៅក៏ជម្រាបជូនបងប្អូនសហគមន៍ផងដែរថានៅក្នុងគម្រោងថ្មីមួយទៀតរបស់សមាគមខ្មែរមិនមែនគម្រោងថ្មីទេគឺគម្រោងបន្តគឺគេហៅ Young Professional Program កម្មវិធីសម្រាប់ក្មេងៗដែលគ្នាត្រៀមខ្លួនសម្រាប់ចូលទៅថ្នាក់សាកលវិទ្យាល័យនៅពេលដែលក្មេងរៀនចប់វិទ្យាល័យចង់ចូលទៅសាកលវិទ្យាល័យឆ្នាំទី1ទី2ទី3ហើយដើម្បីត្រៀមខ្លួនយ៉ាងម៉េចនៅក្នុងការចូលទៅក្នុងសាកលវិទ្យាល័យហ្នឹងគឺគម្រោង Young Professional Program នេះនឹងជួយតម្រែតម្រង់រៀបចំក្មេងនោះឲ្យត្រៀមខ្លួនជាស្រេចដើម្បីធ្វើម៉េចចូលទៅរៀនឲ្យបានទាន់គេនៅក្នុងកម្មវិធីនៅសាលាមហាវិទ្យាល័យអញ្ចឹងបាទឥឡូវនេះដោយសារពេលវេលាយើងអស់ហើយសូមអរគុណស្រីពៅណាដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងនឹងអញ្ជើញស្រីពៅមកកម្មវិធីរបស់យើងបន្តទៅទៀតនៅពេលដែលមានកម្មវិធីថ្មីដើម្បីជម្រាបជូនបងប្អូនសហគមន៍សូមជម្រាបថាកម្មវិធីដែលមាននៅសមាគមខ្មែរដែលបានជម្រាបដោយស្រីពៅអំបញ្ញមិញនេះសុទ្ធតែជាកម្មវិធីផ្ដល់ជូនដោយឥតគិតថ្លៃទេបាទលើកឡើងតែការចុះឈ្មោះ$25អំបញ្ញមិញនេះដែលជាតម្រូវការជាក់ស្ដែងដែលត្រូវបង់ប្រាក់តែ25ហ្នឹងគឺសម្រាប់រយៈពេលពីខែកក្កដាដល់ខែសីហាថ្ងៃទី12 Summer Camp ហ្នឹងគឺ free ទាំងអស់ចុះតែថ្លៃបង់ចុះឈ្មោះតែប៉ុណ្្នឹងឯងសូមអរគុណហើយឥឡូវនេះស្រីពៅអាចអញ្ជើញទៅបានឥឡូវនេះយើងចូលដល់កម្មវិធីខ្ញុំបន្តទៅទៀតគឺកម្មវិធីរបស់សមាគមខ្មែរសូមជម្រាបជូនដែរបងប្អូនដែលចង់រៀនទិញផ្ទះលើកដំបូងគឺយើងកម្មវិធីនេះគឺចាប់ផ្ដើមនៅថ្ងៃទី6សំទោសខែ6នេះគឺថ្ងៃ4ណាបងប្អូនដែលចង់ទិញផ្ទះលើកដំបូងសូមមេត្តារួសរាន់ទៅចុះឈ្មោះនៅសមាគមខ្មែរទាំងអស់គ្នាហើយកម្មវិធីនេះគឺនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍បាទគឺថ្ងៃសៅរ៍ទី4ខែ6បាទគឺខែក្រោយនោះឯងហើយនឹងថ្ងៃសៅរ៍មួយទៀតគឺថ្ងៃទី11
ខែ6នោះឯងហើយបើសិនជាបងប្អូនចង់រៀនទិញផ្ទះលើកដំបូងសូមអញ្ជើញទៅចុះឈ្មោះនៅសមាគមខ្មែរឥឡូវនេះបាទឲ្យបានរស់រាន់គឺក្នុងសប្តាហ៍នេះបើសិនជាអាចធ្វើទៅបានព្រោះវគ្គនេះនឹងចាប់ផ្ដើមបើកហើយឥឡូវនេះមានព័ត៌មានមួយទៀតគឺតកតងជាមួយនឹងរឿងសហគមន៍ផងដែរគឺបាទនិយាយទៅគឺរឿង first time home buyer ដដែលទេគ្រាន់តែសូមជម្រាបរំលឹកសារជាថ្មីថាការដែលទិញផ្ទះលើកដំបូងនេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ពុកម៉ែបងប្អូនទាំងអស់ដែលចង់ទិញផ្ទះនៅឲ្យបានគត់មុតនឹងគេដោយសារតែយើងដឹងថាចូលរៀនកម្មវិធីនេះទៅគេនឹងចេញសញ្ញាបត្រមួយសន្លឹកហើយសញ្ញាបត្រនេះគឺមានសិទ្ធិតម្រូវឲ្យបងប្អូនបានន័យថាជាសញ្ញាបត្រដែលឲ្យខ្ចីលុយសំទោសដែលរដ្ឋអាចឲ្យលុយយើងជួយខ្ចីឲ្យលុយយើងខ្ចីដល់ទៅ$8,000ដើម្បីធ្វើ down payment assistance បានន័យថាបើយើងផ្ទះហ្នឹងគេលក់$15,000ហើយយើងមានលុយមិនគ្រប់គេឲ្យកក់12,000ឧទាហរណ៍ហ្នឹងណាហើយយើងមានតែ$4,000អញ្ចឹងរដ្ឋឲ្យ$8,000ទៀតអញ្ចឹងយើងអាចបង្គ្រប់ទៅយើងអាចទិញផ្ទះមួយនឹងបានហើយការបង់រំលោះប្រចាំខែគឺជាភារកិច្ចរបស់យើងទេដូចថាមួយខែយើងបង់ down payment $1,000អីអញ្ចឹងគឺយើងបង់អញ្ចឹងទៅតែអា8,000ហ្នឹងគឺរដ្ឋទុកឲ្យខ្ចីដោយមិនយកការប្រាក់ទេថ្ងៃណាលក់ផ្ទះទៅសងរដ្ឋវិញបើមិនលក់ទេទុកនៅជាពាក់នៅហ្នឹងហើយមិនមានការប្រាក់ទេនេះគឺជាការជួយសម្រួលបន្ទុកខ្លាំងណាស់សម្រាប់បងប្អូនដែលចង់ទិញផ្ទះលើកដំបូងហើយសូមរស់រាន់ទៅសមាគមខ្មែរឥឡូវនេះបាទសូមអរគុណឥឡូវនៅសល់ពេលបន្តិចទៀតយើងមានរឿងកំ pl ែងច្រើនដែលត្រូវនិទានរឿងព្រោះបានជួបអ៊ំពូមីងជាពិសេសអ៊ំចាស់ដែលកាលហែទៀនភាសាជាមួយគ្នាហែវិសាបូជាជាមួយគ្នាគាត់ថាអើយកម្មវិធីកំ pl ែងហ្នឹងកាលបានឲ្យបាន1ម៉ោងឬ2ម៉ោងតែម្ដងបាទសុំគេមិនបានទេទៀនបានតែប៉ុណ្្នឹងឯង5នាទីហ្នឹងយ៉ាងច្រើនឥឡូវនេះកុំឲ្យសាបហើយកុំឲ្យខាតពេលរឿងកំ pl ែងទី1នេះគឺតកតងជាមួយនឹងរឿងចោលបាទចោលទៀតហើយបាទព្រោះចោលហ្នឹងវាចូលមាត់ចូលកពេកបានយកមកនិទានរឿងចោលហ្នឹងចេះទេវាមានរឿងពិតនិងរឿងកំ pl ែងរឿងពិតហ្នឹងគឺរឿងកើតឡើងនៅឯផ្សារចាស់ចោលទៅលួចទៅប្លន់ទូមាសហើយពេលដែលប្លន់ទូមាសម្ចាស់ទូមាសហ្នឹងគឺវាបាញ់ចោលហ្នឹងគឺវាកាចសាហាវអញ្ចឹងព្រោះវាមានកំភ្លើងដល់តែពេលវាបាញ់ផងទៅលើទៅអត់បាញ់មនុស្សទេហើយមនុស្សរត់ជន់ជើងគ្នាទៅហើយក៏វាវាយដំកញ្ចក់ទូមាសហ្នឹងយកមាសយកអីបានខ្លះអីខ្លះទៅប្រភ័យខ្លះអីរត់ប៉ុន្តែនៅពេលដែលកំពុងប្លន់ហ្នឹងវាមានកូនម្នាក់របស់អ៊ំស្រីម្ចាស់ទូមាសដែលនៅក្បែរនឹងដែរហ្នឹងគាត់ស្រែកក្មេងហ្នឹងស្រែកចោលហ្នឹងបាញ់ទៅលើទៅដល់តែក្មេងហ្នឹងស្រែកប្រាប់ឲ្យគេជួយអីដើម្បីចាប់ចោលហ្នឹងចោលងាកមកបាញ់កូនហ្នឹងត្រូវធ្លុះគូតបាទមកគ្រាប់ធ្លុះគូតបាទសំណាងណាស់ធ្លុះត្រូវកាពះគូតហ្នឹងដល់តែពេលចោលទៅបាត់អីទៅបាត់អស់ប៉ូលីសមកម្ដាយរបស់ក្មេងដែលត្រូវគ្រាប់មកគ្រាប់ត្រូវគូតហ្នឹងនឹងគាត់ថាម៉េចទេគាត់ថាអញឆ្ងល់វាលមាស់អីឯងបើកុំមាត់កុំស្រែកទៅវាមានបញ្ហាអីវាមិនបាញ់អីឃើញវាបាញ់ទៅលើដោយសារតែឯងលមាស់មាត់ហ្នឹងហើយបានតែវាបាញ់ធ្លុះគូតអារឿងជួយឈឺឆ្អាលគេក៏វាបានផលទៅជាអញ្ចឹងទៅវិញវាពិបាកដែរបាទនេះរឿងពិតអាហ្នឹងរឿងមួយទៀតគឺរឿងកំ pl ែងរឿងកំ pl ែងហ្នឹងចេះទេមានម្នាក់ហ្នឹងគាត់ជិះម៉ូតូកោជំនាន់អេកាណូចោលដែរបាទចោលទៀតពេលដែលគាត់ជិះទៅដល់ផ្ទះគាត់ចាក់សោលបងពេលយប់ពេលដែលចាក់សោចូលទ្វារចូលផ្ទះហ្នឹងគឺកំពុងតែចាក់សោចូលផ្ទះស្រាប់តែចោលវាមកភ្ជុងកំភ្លើងទៅគ្នាម្ចាស់ម៉ូតូឃើញចោលភ្ជុងខំលើកដៃឡើងលើចេះឲ្យថាអូលោកចោលយកអីយកទៅណាកុំធ្វើបាបខ្ញុំកុំបាញ់ខ្ញុំបើកមកគ្របម៉ូតូទៅខាងក្រោយហ្នឹងមានលុយមានអីហ្នឹងយកអស់កុំបាញ់យកចោះយកអីយកចោះចឹងចោលឬសូអញ្ចឹងឃើញស្លូតអញ្ចឹងក៏មិនតដៃមិនតអីអញ្ចឹងក៏ស្រួលទៅក៏បដើម៉ូតូរៀបប្រឆេះចេញទៅហើយអ្នកដែលគ្នាដែលម្ចាស់ម៉ូតូហ្នឹងខំប្រឹងទៅសៀទៅរដើមគល់7មួយដើម្បីក្រែងលោចោលវាបាញ់អីវិញយើងបានត្រៀមខ្លួនមិនតាន់ចោលអូសម៉ូតូបានឆ្ងាយផងម្ចាស់ផ្ទះនៅជិតខាងហ្នឹងគេឃើញចោលកំពុងតែប្លន់ស្រែកឲ្យគេជួយចោលមិនបាញ់ម្ចាស់ម៉ូតូមិនបាញ់អ្នកស្រែកបាញ់ម្ចាស់ម៉ូតូរត់ហុយដី
bà tới buôn là cam đam pal cũng ấy trâu crop tiệt để xa bàn cồn pal dùng đó tập pe trao tới bắt cho bà trao do bà đói còn tập pe trao mà chặt tè càng lơ thay là mọt á kê nè cái ngặt ở chân mình hiền tầng sai ấy sao hỏi anh trẻ chư chả lắm bị tầng ngõm còn bàn cồn pal bởi vì bánh máu bàn cồn pal tục chẳng cái chui tới còn việc bàn khỏng chẳng được tiệt là rương trao ai bà lấy chỗ đó rương thoa mà đòn và riêng bắt top tiết này cứ riêng à bút đã đại thế miền nơi tập bật tới bị cắt lang chụp buộc nhom bạt toal riêng bật và cứ miền mật phèm mà nè mua à bút mà năng mua bút tại vì hào việt thả bút chẳng từ hỏi tới vì nó thao thật slow khi nhầm sơ đằng ấy gặp bàn tay chiêm mình nó đại khai cái này khai thu ấy khó cho bắp khó tử loạp ngày nó hà bột nắng về thu thia đài về miền lôi tràn là tới nam on á về bao là hốt để thà tranh lôi ở dương chẳng hết nè sau đó đào pe muối cứ nom từ nhằm cả lại hàng muối được khi chỉ bài chẳng pe để trâu từ đó không nắng môn đằng chỗ dương từ tầng óc này buồn làm nén dương pưng lư cái tranh lôi ói pưng lư à bột tranh ói tới về phịch mưa còn là trâu tới cái phong tại nhằm ấy chẳng sao tập bật à bột nhằm ấy ở chất đào pe kịch lối ọt khơi à bột tới còn mình lược tu là sắp ấy còn mình lược từ bẹ lôi kê năng lại à hà đào pe chỉ một tô mà tè với bạn khơi à bột nợ định nợ tè đào pe từ xưa thả bột mấy ban hay mình máu mình trâu thử mà bong lôi bong ấy ban lôi à na oi kê à bột thả oi anh trâu mà bao cái đã hàm vô à bột trâu nơi mặt thuyền nó cái đạn trắng đó lư sâu ta ham do bột chỗ à nó ta tè proj mấy pra nam mà nè sao pro nơi trong chùm nào mất phe nó không nghe nam mà nè chung một crowd chung một bột crowd bia bột này ai tam bớt ham do bột chỗ mà mình ao do bột nâng chỗ nơi này còn ao do cặp lương chỗ để sai cái mình pra ta ham do cặp lương chỗ ham do bột chỗ à bột tự để tè bật và nòm khi tranh lôi lằng pao và lấy rương ham do bột chỗ mùi tiết cứ tẹt tông chỉ mùi nâng rương ọt đạch nâng cứ rương bà miền bà rõm mà nè quạt đây thay giờ sập dục làng nâng cứ giờ sập chầm lại nè oi ta giờ sập mọi lon nâng cứ bà mọi lon này lon bật và mình lon tiền pu kì khi nhóm cái lại ta mọi lon bật nâng ảnh bật tiền pu mày tới pe để rút tao đào mặt phía dục làng oi ta pe mọi đánh cứ tao đào mặt phía nó bắt mình đại bản mọi đánh toàn là hột mọi choan là hột hay đôi run thốt rồi dục ơi ta đào mọt thuyền á bác ở đại bản đào pe chẳng quạt cá chủng ngư năng quạt stress khăng pe ta chụp pet khang chặt ta sa pe ta chụp pet xua thà nên chủng ngư ấy còn ta ơi lục rup pet ơi nhom đào là lấy pay ro ta dục ơi ta đê dục á pe đại dương tới ở nhom ơi ta rút ta đào mọt thuyền năng cứ mọi đánh toàn ro ta đó nhom bác thuyền mình đại bản xong mà đăng chứ chẳng mấy nhom chắc bác thuyền ngoài bản đâm mấy cầm ơi không mọi đánh toàn ấy tới group pet nó cái thao hố chừng ngư nó mình bạc phía ba lên mình bạch lôi năm ấy tê tàu vinh địch mà đòn tiệt dục năng vừa sập hái pe đây vừa sập tàu đào cái mọt thuyền nó mưa so cái đạn lư mọt thuyền nó phong cái đạn thà run bác rư có tiền bạc là ngài bà sân chỉ cái đạn plạ thà run bác hay dương prăng tà tiền bác tiền ngọt tiền của mình tần toàn không ai đây đó về có tàu vinh tam pet vừa sập tàu mưa thuyền nó cái đạn run còn không prăng tiền nó hãy còn run khoang chứ tới miền ấy là bạc bạch lấy miền ai chung ngư rương run toàn không ai nhung tử và những cái chọc rương không ai mỗi tiết cứ rương bọc côn mía đại miền tây bom ôm bọc côn mía toàn nè miền khăng và bọc côn mía trầm bài vẫn là na đạp bọc côn mía nó cái lại phật xí miền bờ ròm mà nè còn tự bà còn trôi tự bà nắng còn trôi tự bà hãy chân mà vinh còn sủng băng thế này này cầm tay sai lang còn một mật phẹ còn thao ôi đó là anh ơi mình đại trôi bà na đôi bà nâng tê dụng mấy nha xong bây giờ chan bọc côn nôm cái ai ơi thua sao tập bí mía và chan bọc côn nôm nó thua bí mía hay quát từ nôm đã chan bọc côn mía nâng
តាមពិតទៅស្រាប់តែគ្រាន់តែគាត់ថាចានប្រគុណនឹងធ្វើពីមាសស្រាប់តែចៃដន្យនេះទៅប៉ះអាអ្នកផ្លុំត្រំប៉ែតដែលគេក្រុមភ្លេងដែលគេដឹងណាយប់មិញអាត្រំប៉ែតផ្លុំអត់កើតវាខូចដោយសារអាណានោមដាក់នោះដល់ពេលឮសូម្នាក់នេះថាចានប្រគុណសិតតែមាសអីចឹងទៅស្រាប់តែគាត់ថាកំពុងតែរមុខអាណានោមដាក់ត្រំប៉ែតអញឥឡូវឃើញមុខតានេះហ្នឹងអាយប់មិញអាហ្នឹងឯងបាទហ្នឹងបានន័យថាវាមើលទៅត្រំប៉ែតគេបញ្ឈរចោលតែស្វឹងពេកស្មានតែចានប្រគុណនោមដាក់ត្រំប៉ែតគេទៅអួតគេថាចានប្រគុណគេសិតតែមាសបាទនេះបានហៅថាស្វឹងធ្លាក់ភ្នែកបាទរឿងស្វឹងហ្នឹងគឺវាមានច្រើនណាស់មកតាស្វឹងហើយគឺផ្ដេសផ្ដាស់ណាស់បន្ទប់ទឹកទៅឈរបាត់ជើងតូចអត់ព្រមរឺតសរឺតខោទេចេញមកវិញមកចោតគេថានោមដាក់ខោឲ្យគេនោមដាក់ខោឲ្យខ្លួនឯងទៅឈរបាត់ជើងតូចស្វឹងខ្លាំងអត់រឺតសរឺតខោហើយប្រឹងឈរនោមហើយទៅចេញមកវិញមកចោតគេថាគេនោមដាក់ជើងបាទសូមអរគុណណាស់ឥឡូវនេះដល់ពេលវេលាយើងមានកំណត់ខ្ញុំសូមផ្អាកត្រឹមប៉ុណ្ណេះហើយយើងនឹងវិលជួបគ្នានៅថ្ងៃពុធសប្តាហ៍ក្រោយហើយជាឱកាសនេះសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់បាទជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតយើងសូមឲ្យការនិទានកំ pl ែងនេះសូមធ្វើឲ្យពុកម៉ែបងប្អូនមានអាយុយឺនយូរគ្រប់ទាំងអស់គ្នាបាទសូមជម្រាបលាសូមអរគុណ